នេះគឺជាដំណើរកម្សាន្តពីរយប់3ថ្ងៃក្នុងទឹកដីកោះកុងជាមួយនឹងសកម្មភាពជាច្រើនដែលខ្ញុំបានភ្លក្សតើសកម្មភាពអ្វីខ្លះដែលខ្ញុំបានភ្លក្សហើយខ្ញុំនឹងជម្រាបជូននៅក្នុងវីដេអូនេះចែកជូនដល់ពុកម៉ែបងប្អូនទស្សនាកម្សាន្តទាំងអស់គ្នាសម្រាប់រសជាតិដំបូងនោះគឺខ្ញុំបានចែវទូកទៅកណ្ដាលសមុទ្រដើម្បីឆុងកាហ្វេ Starbucks នៅលើទូកជាមួយនឹង filter ឆុងកាហ្វេដែលងាយដាក់តាមខ្លួនឮគេថាឆុងបែបហ្នឹងបានរសជាតិឆ្ងាញ់មុតល្អបន្ទាប់ពីឆុងរួចអាក្លិនកាហ្វេហ្នឹងគឺវាឈ្ងុយពេញសមុទ្រផ្អើលអស់នាងមច្ឆានាងត្រីអីគឺមកអស់លេងហើយបន្ទាប់ពីឆុងរួចយើងចង់ផឹកដាក់ទឹកកកក៏បានយើងយកផឹកក្តៅក៏បានដែរសម្រាប់ខ្ញុំយកដាក់លាយមួយទឹកកកនិងទឹកដោះគោខាប់លាយទឹកដោះគោស្រស់បន្តិចនិយាយថារសជាតិគឺឆ្ងាញ់ដូចគេនិយាយមែនគឺរកតែលោតចូលទឹកម្ដងព្រោះអីវាលោកមកផងអីផងអញ្ចឹងណាចៅទូកនេះគឺខ្ញុំចៅបែបកំសាន្តផងហើយខ្ញុំឆ្លៀតឆុងកាហ្វេញ៉ាំនៅលើទូកផងអារម្មណ៍វាគឺរំភើបតិចលាយជាមួយនឹងភ័យអតិចដោយសារលោកសមុទ្រវារៀងធំដែរបើពុកម៉ែបងប្អូនមិនចេះហែលទឹកទេសូមកុំធ្វើតាមខ្ញុំអីហើយសម្រាប់ដំណើរការឆុងមួយខ្ញុំនឹងជម្រាបជូនលម្អិតនៅវីដេអូក្រោយៗទៀតឥឡូវនេះត្រឡប់មកភ្លក់រសជាតិមួយផ្សេងទៀតគឺការជួយសង្គ្រោះក្តាមនិយាយទៅគ្នាខ្ញុំដើរចាប់ក្តាមបានក្តាមមួយយកទៅក្លាសេក្នុងទឹកកកហើយពេលព្រលឹមឡើងខ្ញុំទៅបើកមើលឃើញគ្នារឹងដៃរឹងជើងឆ្កើតមកអត់កម្រើកទេក៏ចាប់ដើមស្ទាបជីបចរក្តាមហើយចាប់ដើមធ្វើការសង្គ្រោះបឋមអញ្ចឹងណាហើយក៏យកវាទៅដាក់នៅក្នុងទឹកសមុទ្របន្តិចក្រោយមកក៏វាចាប់ដើមដឹងខ្លួនតែខ្លាចក្តាមឆ្លក់ទឹកក៏ស្រង់វាឡើងលើដើមឈើឲ្យវារត់លើដើមឈើលេងអញ្ចឹងទៅអញ្ចឹងអាជីវិតក្តាមនេះគឺវាថ្លៃមែនតើឥឡូវសុំស្លេះក្តាមត្រឹមនេះក៏បន្តរសជាតិមកការជិះកង់ដើរលេងតាមកោះឆ្លងស្ពានឆ្លងកោះអីអញ្ចឹងណាកោះ7ហ្នឹងគឺយើងមានកន្លែងដើរលេងច្រើនដែរជាមួយនឹងសកម្មភាពផ្សេងជាច្រើនទៀតដូចយើងងូតទឹកលេងហែលទឹកសមុទ្រឬមួយក៏យើងឆ្អិនម្ហូបឬមួយក៏បោះតង់អីក៏បានដែរនិយាយទៅនៅលើទឹកដីហ្នឹងគឺល្អមែនតើដែលយើងអាចធ្វើសកម្មភាពបានច្រើនអញ្ចឹងណាបន្ទាប់មកញ៉ាំអាហារស្រស់នៅលើកោះ7ហ្នឹងហើយកោះ7ហ្នឹងគឺនៅលើទឹកដីកោះកុងយើងហ្នឹងជាទឹកដីមួយដែលសម្បូរកន្លែងដើរលេងខ្លាំងមែនតើក្រោយពីញ៉ាំអាហារដើរលេងឆ្អែតរួចល្ងាចឡើងខ្ញុំគិតថាឆុងកាហ្វេមើលថ្ងៃលិចជាមួយក្តាមស្រាប់តែចៃដន្យអីព្យុះផ្ទះពេញហ្នឹងខ្ញុំសង្ស័យមកលើកហ្នឹងគឺខ្ញុំមកជាមួយបងពាក់មីមិនដឹងថាគាត់ស្បត់រឿងអីខ្លះសម្រាប់សកម្មភាពនៅលើកោះគឺខ្ញុំសុំស្លេះត្រឹមប៉ុណ្ណេះក៏បន្តដឹកក្តាមមកទឹកដីកោះកុងម្ដងគឺសុំដោយសារគេជិះឡានពីផែកោះស្ដាច់ហើយនិយាយពីឡានដែលខ្ញុំសុំគេដោយសារហ្នឹងគឺទំនើបខ្លាំងមែនទែនមានសុទ្ធតែកៅអីម៉ាស្សាធ្វើរស័យអីចឹងណាទូទាស់មានអេក្រង់អីមើលទំនើបមែនទែនស្រាប់តែបន្តិចក្រោយមកដល់កំពង់មូសាយប៊ូថងក៏ចាប់ផ្ដើមជិះឡានដឹកហ្គាសបន្តដំណើរទៅខេត្តកោះកុងជាមួយក្តាមយ៉ាងកំសត់ក្រៃលែងនិយាយលេងទេក៏ទៅខ្ញុំកាក់ឡានតាក់ស៊ីដើម្បីជិះទ្រាំតែមានឡានជិះឡើងចង់2ម៉ោងហើយកៅអីមួយជិះគ្នា2នាក់ទៀតធ្វើម៉េចបើយប់ឲ្យពិបាករកឡានរកអីចឹងបន្ទាប់ពីខ្ញុំទៅដល់ខេត្តកោះកុងរួចយប់ឡើងក៏ខ្ញុំចាប់ផ្ដើមរកកន្លែងសម្រាកហើយព្រឹកឡើងខ្ញុំក៏ចាប់ផ្ដើមរកកាហ្វេផឹកគឺភ្លក់រសជាតិកាហ្វេ Starbucks ដែលគេទើបតែបើកថ្មីនៅជិតគោស្ពានកោះកុងតែម្ដងគឺនៅព្រែកកោះប៉ោជាមួយនឹងភេសជ្ជៈដែលមានរូបមន្តមានតែនៅស្រុកខ្មែរយើងទេគឺ Ice Coconut Salted Foam Latte ហើយនឹងរសជាតិមួយទៀត Ice Pure Matcha Foam Latte ខ្ញុំសាកឲ្យរសជាតិវាគឺឆ្ងាញ់មែនទែនហើយបរិយាកាសវិញគឺល្អខ្លាំងបើពុកម៉ែបងប្អូនចង់សាកថ្មមើល view ថ្ងៃលិចក្រេបនៅរសជាតិភេសជ្ជៈឆ្ងាញ់អាចសាកល្បងមក Starbucks ខេត្តកោះកុងបានធ្វើអារម្មណ៍យើងស្រស់ស្រាយមែនទែនហើយសម្រាប់វីដេអូថ្ងៃនេះក៏ឈានដល់ទីបញ្ចប់អរគុណចំពោះការទស្សនានិងចែករំលែកបន្តដើម្បីរួមចំណែកផ្សព្វផ្សាយពីកន្លែងដើរលេងថ្មីៗក្នុងប្រទេសកម្ពុជាយើងផងដែរជម្រាបលាជួបគ្នាវីដេអូក្រោយទៀតបាយបាយ